ពលរដ្ឋ8គ្រួសារស្ថិតក្នុងចំណោម24គ្រួសារដែលបាននឹងកំពុងមិនព្រមចាក់ចេញក្នុងតំបន់ភូមិសាស្ត្រផ្លូវអន្ទង់អាំង1500ស្រុកវាលវែងខេត្តពោធិ៍សាត់ពលរដ្ឋមានប្រមាណ24គ្រួសារក្នុងនោះមាន8គ្រួសារដែលមិនព្រមចាក់ចេញតាមការសំណូមពរពីអាជ្ញាធររដ្ឋបាលខេត្តពោធិ៍សាត់បើទោះជារដ្ឋបាលខេត្តពោធិ៍សាត់បានធ្វើការដោះដូរដីដូចទៅនឹងចំណោមពលរដ្ឋ90ជាងគ្រួសារដែលបានព្រមព្រៀងការពីកន្លងមកយ៉ាងណាក៏ដោយក៏ពលរដ្ឋទាំង8គ្រួសារទាំងនោះនៅតែជំទាស់រឿងរុះមិនចាក់ចេញតាមការស្នើសុំរបស់អាជ្ញាធរស្រុកខេត្តនោះឡើយនេះបើតាមការអង្កេតនឹងតាមដានពីបណ្ដាមជ្ឈដ្ឋានក្នុងស្រុកគេឃើញថាតំបន់ផ្លូវអន្ទង់អាំងហាក់បីដូចជាតំបន់ប្រតុងប្រទីចយោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីប្រកាសជូនដំណឹងនិងកំណត់ដាក់អសានវត្តចាប់ត្រឹមពីថ្ងៃទី15ខែមីនាឆ្នាំ2025តទៅដល់បងប្អូនពលរដ្ឋដែលពាក់ព័ន្ធនៃតំបន់ហាមឃាត់ចំណុចភ្នំ1500ផ្លូវអន្ទង់អាំងប្រញាប់រុះរាន់និងរុះរើដូរលំនៅឋានសាងសង់នៅដីថ្មីដែលត្រូវបានដោះដូររួចកាលពីរយៈកន្លងមកឲ្យខានតែបានប្រភពព័ត៌មានពីបណ្ដាមជ្ឈដ្ឋានខ្លះនៅតំបន់ក្នុងស្រុកវាលវែងបានខ្សឹបដាក់ត្រជាក់ថាគេសង្កេតឃើញពលរដ្ឋភាគច្រើនចង់ 90% ដែលព្រមព្រៀងដោះដូរតាមសំណូមពររបស់អាជ្ញាធររដ្ឋបាលខេត្តពោធិ៍សាត់ប៉ុន្តែនៅឡើយពលរដ្ឋប្រមាណតិចតួចប៉ុណ្ណោះដែលបាននឹងកំពុងមិនព្រមតាមសំណូមពររបស់អាជ្ញាធរនេះមកតាមការដាក់សង្ស័យថាទំនងជាមានអ្នកនៅពីក្រោយខ្នងខាងក្រៅស្រុកក្រៅប្រទេសជាអ្នកផ្ដាល់មតិឬក៏ជំនួយទៅអ្នករឹងរូសមួយចំនួនតូចក្នុងតំបន់អន្ទង់អាំងនៅចំទាស់ដូចនេះលោកស្មានកាសេតពលរដ្ឋស្ថិតនៅក្នុងចំណោមពលរដ្ឋនៅតំបន់ភ្នំ1500បានឲ្យអង្គភាពសារព័ត៌មានអាស៊ានដេលីដឹងថាគ្រួសារលោកធ្លាប់រស់នៅតំបន់នោះយូរយ៉ាងណាក៏ដោយក៏លោកមិនចំទាស់អ្វីដែរជាតម្រូវការរបស់រាជរដ្ឋាភិបាលដែលទុកតំបន់នោះជាតំបន់ការពារធនធានធម្មជាតិហើយលោកក៏ដូចពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ដែលចង់ឲ្យតំបន់ភ្នំ1500ប្រែមុខមាត់ស្រស់ស្អាតតាមបែបធម្មជាតិនេះបើតាមការរៀបរាប់ពីលោកស្មានកាសេត